មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថាមិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលាមិនថាពេលសុខពេលទុក្ខពេលសោកសៅឬពេលអផ្សុកឡើយរមែងជាប់តាមយើងទៅបានគ្រប់កន្លែងទោះជានៅព្រៃនៅភ្នំនៅកណ្ដាលសមុទ្រហើយរហូតដល់មែនទែនគឺនៅក្នុងបន្ទប់គេងមិនថាកូនជាវ័យកូននៅក្នុងទីណាចូលកូនកុំចោលសៀវភៅបើកូនចោលសៀវភៅគឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូនចូលកូនព្យាយាមអានសៀវភៅឲ្យច្រើនហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឲ្យខាតពេលវេលាពាក្យទូន្មានព្រានប្រដៅរបស់ព្រះសម្មាសម្ពុទ្ធដែលកូនបានអានឬស្ដាប់គឺជាផែនទីនៃជីវិតរបស់កូនសៀវភៅល្អមួយក្បាលស្មើនឹងមិត្តល្អម្នាក់សៀវភៅអ្វីដែលកូនអានហើយចូលកូនពិចារណាគួរជឿតាមអ្នកសរសេរឬមិនជឿព្រោះអ្នកសរសេរមានច្រើនប្រភេទមានការគិតនិងចំណេះដឹងផ្សេងគ្នារីឯចេតនាក៏ផ្សេងគ្នាដែរដូច្នេះកូនត្រូវពិចារណាឲ្យច្រើនកុំតាន់អាលជឿចូលកូនចាំទុកថាសៀវភៅគឺជាខួរក្បាលរបស់អ្នកសរសេរដូច្នេះបើកូនអានសៀវភៅល្អឈ្មោះថាជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរក្បាលរបស់កូនទោះជាពេលថ្ងៃក៏ដោយក្នុងផ្ទះរមែងងងឹតបើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាមិញបើកូនបិទភ្នែកបិទត្រចៀកពោលគឺមិនអានមិនស្ដាប់នៅភាសារបស់អ្នកចេះដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹតដូចជាផ្ទះដែលបិទជិតយ៉ាងនោះឯងដើម្បីឲ្យបានទៅជាមនុស្សល្អកូនត្រូវ 1. ស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍ 2. ប្រព្រឹត្តតាមការចេះដឹងយកការចេះដឹងជានាយកនៃជីវិតកុំឲ្យតណ្ហាដឹកនាំជីវិតឡើយចូលកូនសម្លាញ់ធ្វើជាមិត្តរបស់អ្នកប្រាជ្ញទាំងឡាយតាមរយៈនៃការអានសៀវភៅចុះសេចក្តីចម្រើននឹងមានតាមរយៈនៃការអានសៀវភៅសេចក្តីចម្រើននឹងមានដល់កូនជាពិតប្រាកដទី1ជឿធម៌ព្រះអរហតោធម៌ល្អអស្ចារ្យនាំដល់និព្វានទី2ចិត្តតាំងប្រឹងស្ដាប់ដោយឃ្លានព្រះធម៌ទេសនាតាមព្រះទូន្មានគោរពធម្មទានបានមានបញ្ញាពីរនេះជាសោបើកទ្វារមហាមួយមិនប្រមាទមួយពិចារណាប្រាជ្ញាភ្លឺថ្លាដោយអង្គ4នេះ